จะส่งจุ่มริบซัวปนๆสื่อสารนุสทั้งออกนี้จะจูบជាមួយនឹងអ្នកគ្រូសាជាថ្មីនៅក្នុងវីដេអូការសង្ខេបរឿងទុំទាវដែលនៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីតួអង្គថាតើតួអង្គនៅក្នុងរឿងទុំទាវមាននរណាខ្លះចាអញ្ចឹងអ្នកគ្រូនឹងបែងចែកជាពីរគឺតួអង្គឯកហើយនិងតួអង្គរងចង់យើងដឹងហើយថាតួអង្គឯកគឺជានាងទុំចាហើយនិងនាងទាវហើយនាងទុំនោះជានរណាចាចឹងនាងទុំគឺជាកូនរបស់ស្ត្រីមេម៉ាយម្នាក់នៅបាភ្នំដែលបានបួសរៀនជាសាមណេរនៅវត្តវិហារធំចាបាភ្នំខេត្តព្រៃវែងនិងជាស្វាមីនាងទាវចាដែលបានព្រះរាជារៀបការឲ្យចំណែកឯនាងទាវគឺជានារីកំព្រាឪពុកចារស់នៅជាមួយម្ដាយមេម៉ាយនៅត្បូងឃ្មុំចានាងជានារីល្អដាច់គេហើយត្រូវបានព្រះរាជាជ្រើសតាំងជាស្នំឯកតែដោយជាអតីតសង្សារទុំព្រះអង្គក៏បានរៀបចំផ្គុំចាទុំទាវជាប្រពន្ធនឹងគ្នាតួអង្គរងយើងចាមានព្រះរាជាចាដែលជាស្ដេចខ្សោយរាជនៅក្រុងលង្វែកហើយអកជួនគឺជាចៅហ្វាយខេត្តត្បូងឃ្មុំចានិងជាឪពុករបស់មើលងួនរីឯមើលងួនហ្នឹងគឺជាកូនប្រុសរបស់អកជួនហើយក៏ជាគូដណ្ដឹងនាងទាវដែលម្ដាយទាវបានសំផ្គុំឲ្យចាចំណែកឯម្ដាយទាវគឺជាស្ត្រីមេម៉ាយម្នាក់ចាឬក៏ជាម្ដាយនាងទាវនឹងឯងហើយនាងពេជ្រគឺជាមិត្តភក្តិរបស់ទុំចាជាអ្នកធ្លាប់រៀនបួសរៀនជាមួយនឹងទុំចាហើយដើរលក់តោកជាមួយទុំដែរហើយត្រូវព្រះរាជាឲ្យចូលវាំងជាមួយនឹងទុំហើយនាងណូគឺជាភីលៀងរបស់នាងទាវចាសុខចិត្តសម្រាប់ខ្លួនតាមនាងទាវក្រោយពីទុំស្លាប់ទៅហើយលោកគ្រូចៅអធិការគឺជាគ្រូរបស់ទុំនិងពេជ្រចានៅវត្តវិហារធំហើយលោកបានហាម5ហាមឃាត់ទុំហ្នឹងមិនឲ្យសឹកទេចាព្រោះតែទំនាយថានឹងមានគ្រោះថ្នាក់ដល់ជីវិតចារីឯម្ដាយទុំគឺជាស្ត្រីមេម៉ាយដែរចានៅក្បាលភ្នំហើយនឹងប្រជារាស្ត្រចាអ្នករស់នៅខេត្តត្បូងឃ្មុំហ្នឹងដែលព្រះរាជាបញ្ជូនជាអ្នកងារចាអញ្ចឹងតួអង្គរបស់យើងគឺមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនអរគ្នានឹងអាចស្គាល់នៅក្នុងស្គាល់តួអង្គនៅក្នុងរឿងទុំទាវនេះណាចាអញ្ចឹងវីដេអូអ្នកគ្រូក៏ចប់ត្រឹមតែប៉ុណ្ណេះសូមជួយ like និង subscribe channel របស់អ្នកគ្រូផងចាជួបគ្នានៅវីដេអូក្រោយសូមអរគុណ